សូមស្វាគមន៍មកកាន់ The Breaking Coin ប្រទេសថៃនិងកម្ពុជាបានជួបពិភាក្សាគ្នាអំពីច្រកព្រំដែនមុនការហៅទូរស័ព្ទរបស់លោកត្រាំប្រភព200 ដុល្លារថ្ងៃទី11 ខែធ្នូឆ្នាំ2025ប្រទេសថៃនិងកម្ពុជាបានជួបពិភាក្សាគ្នានៅថ្ងៃប្រហ័សដើម្បីបើកច្រកព្រំដែនខណៈដែលចំនួនរបស់ពួកគេបានបន្តដល់ថ្ងៃទី4ដោយប្រទេសទាំងពីរនៅតែរងចាំស្ដាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលនិយាយថាលោកជឿថាលោកអាចបញ្ឈប់ការប្រយុទ្ធបានមេស៊ុកម្នាក់បានប្រាប់រយតថាប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរនេះកំពុងជាប់គាំងក្នុងការចរចាដើម្បីបើកច្រកឆ្លងកាត់ខ្លងលើបនិងអនុញ្ញាតឲ្យកម្មករថៃនៅក្នុងទីក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជាវិលត្រឡប់ទៅផ្ទះវិញកម្មករកម្ពុជារាប់រយនាក់ក៏បានប្រមូលផ្ដុំគ្នានៅខាងថៃនៃច្រកឆ្លងកាត់ដើម្បីព្យាយាមចាក់ចេញប៉ុន្តែមន្ត្រីរូបនោះបាននិយាយថាវាមិនទំនងជាបើកឡើងវិញនៅថ្ងៃប្រហ័សទេនៅថ្ងៃពុធការប៉ះទង្គិចគ្នានៅទីតាំងជាង10កន្លែងតាមបណ្ដោយព្រំដែនថៃកម្ពុជាដែលមានប្រវែង817គីឡូម៉ែត្របានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល5ថ្ងៃក្នុងខែកក្កដាដែលជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រថ្មីនេះកាលពីខែកក្កដាលោកត្រាំបានបញ្ឈប់ការប្រយុទ្ធគ្នាជាមួយនឹងការអំពាវនាវទៅកាន់មេដឹកនាំទាំងពីរដែលលោកបានគម្រាមបញ្ឈប់ការចរចាពាណិជ្ជកម្មលុះត្រាតែពួកគេបញ្ចប់ជម្លោះលោកត្រាំនិយាយថាលោករំពឹងថានឹងនិយាយជាមួយមេដឹកនាំនៃប្រទេសនីមួយៗនៅថ្ងៃប្រហ័សលោកត្រាំបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាខ្ញុំគិតថាខ្ញុំអាចធ្វើឲ្យពួកគេឈប់ប្រយុទ្ធគ្នាខ្ញុំគិតថាខ្ញុំគ្រោងនឹងនិយាយជាមួយពួកគេនៅថ្ងៃស្អែកThailand and Cambodia, I think I can get them to stop fighting. Who else can do that? Think of it. Settle 8 wars. Everyone. ទោះជាយ៉ាងណាក៏ដោយប្រទេសថៃបានប្រតិកម្មដោយប្រុងប្រយ័ត្នជាងមុននៅពេលនេះចំពោះការស្នើសុំពីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានជួយសម្របសម្រួលកិច្ចព្រមព្រៀងខែកក្កដាដែលបណ្ដាលឲ្យមានការឈប់បាញ់គ្នាដែលបានចុះហត្ថលេខាក្នុងខែតុលាប្រទេសថៃទទូចថាបញ្ហានេះគឺសម្រាប់ប្រទេសទាំងពីរដោះស្រាយនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វីរៈកុលបាននិយាយកាលពីថ្ងៃប្រហ័សថាលោកនឹងពន្យល់និងបញ្ជាក់ស្ថានភាពប្រសិនបើលោកត្រាំទូរស័ព្ទមកលោកបានប្រាប់អ្នកយកព័ត៌មានថាលោកនឹងត្រូវស្ដាប់ព័ត៌មានលម្អិតដោយផ្ទាល់ពីខ្ញុំប្រសិនបើលោកតាក់ទងមកខ្ញុំជឿថារដ្ឋមន្ត្រីការបរទេសនឹងផ្ដល់ព័ត៌មានរួចហើយនៅកម្រិតការទូតប្រទេសថៃនិងកម្ពុជាបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចគ្នាចុងក្រោយបំផុតដែលបានចាប់ផ្ដើមនៅសប្តាហ៍នេះហើយបានធ្វើការចោទប្រកាន់គ្នាថាជនស៊ីវិលត្រូវបានគេកំណត់គោលដៅនៅក្នុងការវាយប្រហារដោយកាំភ្លើងធំនិងរ៉ុកែតលោកអនុទានបាននិយាយថាឥឡូវនេះគ្មាននរណាម្នាក់ចង់បានចំនួនទេជាពិសេសជាមួយប្រទេសជិតខាងប៉ុន្តែប្រទេសថៃប្រកាសក្នុងចិត្តយ៉ាងច្បាស់ថាខ្លួនត្រូវបានគេឈ្លានពានដូច្នេះវាចាំបាច់ណាស់ក្នុងការការពារឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសក្រសួងមហាផ្ទៃកម្ពុជាបាននិយាយកាលពីថ្ងៃពុធថាផ្ទះសម្បែងសាលារៀនផ្លូវថ្នល់វត្តអារាមនិងប្រាសាទបុរាណត្រូវបានខូចខាតដោយសារការបាញ់ផ្លោងកាន់តែខ្លាំងឡើងរបស់ប្រទេសថៃនិងការវាយប្រហារតាមអាកាសរបស់យន្តហោះ F-16 ដែលផ្ដោតលើភូមិនិងមជ្ឈមណ្ឌលប្រជាជនស៊ីវិលរហូតដល់30គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជានៅថ្ងៃប្រហ័សក្រសួងការពារជាតិកម្ពុជាបានចោទប្រកាន់ប្រទេសថៃម្ដងទៀតថាបានប្រព្រឹត្តទង្វើឈ្លានពានយ៉ាងឃោរឃៅប្រឆាំងនឹងគោលដៅស៊ីវិលប្រទេសថៃបដិសេធថាខ្លួនមិនបានកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបានថ្លែងថាការប៉ះទង្គិចគ្នានេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលដោយមានមនុស្ស11នាក់បានស្លាប់នៅក្នុងប្រទេសកម្ពុជារួមទាំងទារកម្នាក់និងមនុស្ស74នាក់រងរបួសកងទ័ពថៃបាននិយាយថាទាហានថៃចំនួន9នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានិងជាង120នាក់បានរងរបួសមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែននៅក្នុងប្រទេសទាំងពីរ